នេះមានរឿងដល់ចម្លែកបាទប្លែកខុសពីធម្មតាដែលម៉ួយគាត់ពីរនាក់ផ្សេងគ្នាបាទគាត់មកជួយទិញម៉ូនតើតែម្នាក់ម៉ួយថ្មីម្នាក់ម៉ួយចាស់បាទម៉ួយថ្មីគាត់យកមកគ្រឿងម៉ួយចាស់គាត់យកពីរគ្រឿងយកតាណាគ្នាហ្មងនេះឃើញខ្ញុំបើកម្ដងទាំង2ទាំង3ហ្មងនៅក្នុងក្រោយនឹងមួយទៀតបាទអូក្រោយអូយកអត់ទេឲ្យបុកកលិតទៅបានហ្នឹងហើយម៉ួយគាត់ជួយអូម៉ួយចាស់ខ្ញុំហ្នឹងហើយ3គ្រឿងខ្ញុំតាមពិតទៅនិយាយថាតាំងពីលក់មកអត់ដែរជួបអញ្ចឹងបាទ32យកម្ដង3គ្រឿងហើយយក2នាក់ផ្សេងគ្នាបាទហើយមកទៅទិញតាណាគ្នាបាទវាចៃដន្យមែនតែនអាតូចមានតែ32អត់ដែរមានទេនិយាយថាបាទតូច27 20អីមានធ្លាប់មានណាយកម្ដង2 3គ្រឿងអញ្ចឹងតែ32អត់ទេធម្មតា32វាធំទី1ទី2វារៀងថ្លៃដែរសាច់ការនៃការលក់ប្រភេទពួកអាថ្លៃលក់មិនសូវជាបានច្រើនដោយពួកអាថោកទេណាមិនមែនថាម៉ួយគាត់មិនចង់បានទេគាត់ថាវារៀងថ្លៃដល់ពេលថ្លៃអញ្ចឹងទៅយើងលក់ក៏រៀងពិបាកទៅតាមហ្នឹងដែរធម្មតាលក់អាថោកបានច្រើនហ្នឹងហើយដូចម៉ាស៊ីនខេសម៉ាស៊ីនអីហ្នឹងខ្ញុំមិនសូវជារៀបអាថ្លៃដល់រាប់ពាន់ទេរៀបយ៉ាងច្រើនត្រឹម1000ជាងវាមាន2000ជាងយូរម្ដងដែរ3000ជាងក៏មានគាត់ថាឲ្យខ្ញុំបដោតតែសួរថាស្ដេចហ្គេមបដោតលើម៉ាស៊ីនធំឲ្យ1000អត់ឆ្លើយថាអត់បាទហើយអាទិដ្ឋភាពនឹងអារឿងអញ្ចឹងអត់ខ្វះទេបាទម៉ួយមករៀបខ្ញុំ3 4000ខ្ញុំប្រឡែងម៉ួយចោលរាប់រយនាក់អីហ្នឹងចេះថាច្រើនពេករាប់ឆ្នាំខ្ញុំអត់ទទួលផងតែធំពេករាប់ពាន់ខ្ជិលរៀបអា4 5 6 7 800 1000យើងនេះរៀបបានរាល់ថ្ងៃមិនបាច់ទៅវេទនាឈឺក្បាលទៅរៀបអារាប់ពាន់ហ្នឹងវេទនាហ្មងចេញមកគ្រឿងវល់ឡើងពេញហ្នឹងហើយសួរតែអ្នករៀបរាប់ពាន់ហ្នឹងមានប្រហែលអ្នកងាប់ហើយរៀបអា5 6 700 100នាក់អ្នករៀប3 4000ហ្នឹងមានតែម្នាក់ហ្នឹងទៅបាច់យកទេនិយាយជាសាធារណៈអញ្ចឹងហ្មងអញ្ចឹងហ្មងបើម៉ួយមកខ្ញុំអត់ទទួលអត់ដែរនេះយកម៉ាស៊ីនតូចយើងរៀបរាល់ថ្ងៃស្រួលហ្នឹងតិចហ្មងតែយើងបានច្រើនគ្រឿងហ្នឹងហើយតោះចូលម៉ូនតើយើងវិញអានេះគឺMSI បាទចង់ផ្លេចម៉ូដែលវាបាទ MSI 32 CQ 6PS តម្លៃគឺ245កាលមុនដូចតម្លៃ259ហ្នឹងហើយតម្លៃកាលមុន259ឥឡូវមកស្តុកក្រោយនេះតែ245ទេហើយដដែលបាទដដែលស្បែកគឺដដែល 2K កោង32អ៊ីង 180 Hz ហើយខ្ញុំបញ្ជាក់ម៉ួយហ្នឹងហើយម៉ួយគាត់សួរច្រើនពីរឿង color រឿងពណ៌វាហ្នឹងMSI color សបែបធម្មជាតិ ASUS color បែបក្រហមឆ្នៃប្រឌិតហ្មងហ្នឹងហើយធ្វើឲ្យក្រហមឲ្យដិតតែម្ដងតែខ្ញុំបញ្ជាក់មិនមែន color ក្រហមឲ្យយើងមើលហើយមិនចង់បានទេណា color វាបែបក្រហមដិតឲ្យយើងមើលឃើញស្អាតហ្នឹងហើយបើអា MSI វាបែបធម្មជាតិយកហ្មងសបែបធម្មជាតិហ្មងវារូប game ឬក៏រូបកម្មវិធីយើងវាចេញមកមិនគឺអាហ្នឹងវាបញ្ចេញមកអញ្ចឹងតែបើឲ្យស៊ូអត់ទេដោយសារខ្ញុំប្រើខ្លួនឯងហើយខ្ញុំប្រើ2គ្រាប់ណាខ្ញុំប្រើទាំង ASUS ប្រើទាំង MSI ខ្ញុំប្រើទាំងអស់ដល់អញ្ចឹងខ្ញុំដឹង ASUS គឺវាធ្វើមកវាបញ្ចេញបំបុក color ហ្នឹងឲ្យកាន់តែក្រហមដិតហ្មងក្រហមហ្មងបាទហើយវាស្អាតបែបវាមួយយ៉ាង MSI color សធម្មជាតិចេញមកធម្មតាទូទៅស្អាតបែបមួយយ៉ាងណាដល់អញ្ចឹងម៉ួយពិចារណាខ្លួនឯងថាយើងចង់បាន color សធម្មជាតិឬក៏ color ដិតបែបក្រហម ASUS MSI ធម្មជាតិអញ្ចឹងម៉ួយអាចពិចារណាទិញទៅបាទ$245 32អ៊ីងកោង 2K 180 Hz ហើយមាន HDR ទៀតបាទ HDR សម្រាប់ម៉ួយចាក់មើលរឿងបាទ HDR សម្រាប់ម៉ួយចាក់មើលរឿងតេស្ត2គ្រឿងហើយដោយសារតុកខ្ញុំធ្វើការពេញអស់ហើយអញ្ចឹងដាក់បានតែតេស្តខាងនេះខាងនោះមួយដកចេញមួយចាំតេស្តអាមួយទៀតបាទនេះមួយទៀតនៅកន្លែងនេះហ្នឹងហើយអូខេអញ្ចឹងម៉ួយត្រូវការទិញអាចតាក់ទងមកបាន$245សុខភាពល្អសំណាងល្អ